បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទពុកម៉ែបងប្អូនអរគ្នាដែលចូលចិត្តខាងស្ទូចត្រីបាទថ្ងៃនេះខ្ញុំមកស្ទូចត្រីនៅផ្លូវចូលតាមក្រោនមុខក្រោនហ្នឹងខាងផ្លូវជាតិលេខ4កំពង់សោមយើងហ្នឹងបាទហួសឃ្លាំងលើបន្តិចហើយខ្ញុំបានទៅស្ទូចជាមួយអ៊ំបងហើយខ្ញុំមកម្នាក់ឯងទេប៉ុន្តែបងគាត់មានគ្នាម្នាក់ពីរនាក់អញ្ចឹងទៅហើយទីតាំងនេះគេសម្បូរមកលេងណាពេលតែមេឃភ្លៀងមេឃលឹមហ្នឹងអូត្រីសម្បូរប៉ិនបាត់ដៃប៉ិនអីចឹងទៅ3ធ្នាប់អីចឹងទៅ1កន្លះគីឡូក៏មានដែរថ្ងៃហ្នឹងអបសុកថ្ងៃអាទិត្យក៏បានមកម្នាក់ឯងហើយបងគាត់មានគ្នាពីរនាក់អត់ស្គាល់គាត់ទេប៉ុន្តែថ្ងៃនេះជួបគាត់ដល់ពេលចឹងថាបងតោះស្ទូចត្រីប៉ុណ្ណាគ្នាជាមើលបងស្ទូចបានច្រើនឬក៏ខ្ញុំស្ទូចបានច្រើនហើយជាលទ្ធផលគឺនៅចុងវីដេអូពុកម៉ែបងប្អូនបាទការស្ទូចនេះដែរវាស៊ីប៉ុន្តែវាច្បាស់នុយពុកម៉ែបងប្អូនកងកំពាត់ពងស្ទូចទៅខាងមុខខ្ញុំហ្នឹងបាទកងក៏ជាស្មាត់ជើងចាស់ដែរបាទប៉ុណ្ណាគ្នាស្ទូចជាមួយកងបាទឥឡូវគាត់ជាប់ហើយទីទៀតគាត់ឆ្លងទៅខាងនោះបាទទឹកពេលដែលវាហូរអែបពេលដែលវាហូរមកអញ្ចឹងបាទនៅកន្លែងមាត់ទឹកហ្នឹងគឺត្រីសម្បូរឡើងមកប៉ុន្តែវាមានត្រីទូចដូចជាប៉ិន3ធ្នាប់ដៃ4ធ្នាប់ដៃអញ្ចឹងបាទយើងស្ទូចបានតាមធំតាមទូចអញ្ចឹងទៅតែបើសិនជាមេឃភ្លៀងវាឡើងមកខ្លាំងបាទអូនឹងធំដាក់វត្តហើយនុយមិនប្រើនុយលាយនុយពិសេសអីទេយើងប្រើនុយដីយើងនុយចលេនណានុយចលេនហ្មងទៅថានុយដីឆ្ងល់ទីថានុយដីនុយចំណីអីលាយជាមួយដីអត់ទេអត់ទេបងប្អូនឡាថតលិចមើមទូ ដោយពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះចឹងពេលដែលដាក់ទៅកំសួលរបស់យើងនឹងវាច្បាច់ពីស៊ីអុសចូលអុសលឹបក្នុងទឹកប៉ុន្តែដល់ពេលយើងវត្តមកវាអត់បានវាច្បាច់គេថានុយច្បាច់ទៅវាស៊ីនុយច្បាច់ចឹងណាបាទហើយជាលេនយើងបិទលក្ខណៈទុកឲ្យវាវែងយើងបិទតែក្បាលទេបាទហើយកុំឲ្យឃើញផ្លែបន្ទូចពេលដែលវាស៊ីវាលេបទាំងអស់ហើយបាទពេលខ្លះវាទាញចឹងទៅដោយសារវាឆ្អែតនឹងចំណីឆ្អែតអីចឹងណាឬក៏ត្រីចេះចឹងទៅហើយខ្ញុំមកលេងនេះដែរអត់ស្គាល់ពួកគាត់ទេហើយដល់ពេលចឹងទៅចាត់ទុកថាធ្វើជា content មួយចោះដើម្បីចែកជូនពុកម៉ែបងប្អូនដូចជាការស្ទូចត្រីសប្បាយលេងនៅពេលចុងសប្តាហ៍ផងខ្ញុំបានប្រាប់ពួកគាត់ថាបងយើងស្ទូចត្រីប៉ុណ្ណាគ្នាបើចាំមើលដល់ម៉ោងទៅផ្ទះបានត្រីអ្នកណាបានត្រីច្រើនជាងគេបាទហើយក៏ខ្ញុំចាប់ដើមស្ទូចដាក់កាមេរ៉ាស្ទូចទៅបាទស្ទូចដើរក៏និយាយលេងជាមួយកងដែលគាត់មកស្ទូចដើរបាទហើយកងសិតតែស្មាត់ជើងចាស់ពុកម៉ែបងប្អូនកន្លែងណាទីតាំងណាក៏គាត់ស្គាល់ដែរបាទតិចពុកម៉ែបងប្អូននិយាយថាហើយខំម៉េះហេតុអីត្រីផ្សារ1គីឡូមិនយកលុយទៅទិញទៅចាំបាច់ទៅស្ទូចត្រាំត្រែងអី50ថ្ងៃអីបាន1បាន2នេះបាទចំណងចំណូលចិត្តផ្សេងគ្នាពុកម៉ែបងប្អូនដែលធ្លាប់ស្ទូចត្រីទើបដឹងបាទអារម្មណ៍នៅពេលដែលស្ទូចត្រីហើយនឹងអារម្មណ៍ទៅទិញត្រីផ្សារវាមិនដូចគ្នាទេពុកម៉ែបងប្អូនទៅទិញត្រីផ្សារនឹងអារម្មណ៍ដែលស្ទូចផ្ទាល់បានត្រីផ្ទាល់យកមកស្លហូបឬក៏អាំងហូបភ្លាមត្រីធម្មជាតិដែលយើងស្ទូចបានពិតជាតិបាទមិនអាចកាត់ថ្លៃបានទេបាទត្រីផ្សារមិនខ្វះទេពុកម៉ែបងប្អូនទិញយកលុយទៅ 5,000 10000 20000ទៅទិញមិនខ្វះទេបាទមានទាំងត្រីតូចត្រីធំប៉ុន្តែពុកម៉ែបងប្អូនមិនបានទទួលអារម្មណ៍ថាសប្បាយបាទប្លែកអារម្មណ៍នោះទេអ្វីដែលកើតចេញពីធម្មជាតិអារម្មណ៍ដែលកើតចេញពីធម្មជាតិធ្វើឲ្យយើងសប្បាយយើងនឹកកាត់នៅ stress កាត់នៅ stress ចំពោះការងារឬក៏ផលវិបាកអីផ្សេងបាទការស្ទូចត្រីប្រៀបដូចជាការអត់ធ្មត់អញ្ចឹងបាទធម្មតាបើសិនជាយើងមិនអត់ធ្មត់ទេយើងស្ទូចត្រីអត់បានទេបាទហើយពុកម៉ែបងប្អូនការស្ទូចត្រីនេះក៏ដូចជាការកាត់បន្ថយនៅអារម្មណ៍មូម៉ៅតានតឹងពេលដែលជួបពួកគាត់ស្ទូចត្រីសំណេះសំណាលពីនេះពីនោះយើងស្ទូចបានឬក៏មិនបានបាទមានអារម្មណ៍ថាសប្បាយស៊ីច្បិចអារម្មណ៍របស់យើងក៏ទទួលបាន fresh ពីធម្មជាតិជុំវិញខ្លួនបាទមានបឹងមានទេសភាពស្អាតមានកន្លែងស្ទូចត្រីលេងកំសាន្តបាទបើសិនជាពុកម៉ែបងប្អូនមានគ្រួសារដែលចង់ស្ទូចត្រីដែរយើងអាចនាំប្រពន្ធកូនរបស់យើងមកស្ទូចត្រីបានកំសាន្តនៅចុងសប្តាហ៍បានបាទ
hay đồ núi này vì xì ọt nuôi á cho bạch trắng hay nuôi bị bệnh nuôi dưỡng đuôi trắng bà hay tắt nó chơi bụng mẹ bồn dưỡng đặt cầm xu nơi hàng lứa cho cho mũi sầm nó bỏ tới ngày tí ép cái lại tật hố đặt tới xì còn ta riêng bạch đuôi nhom prap tăng vì đang bị tật hố chân bụng mẹ bồn vì bạch vì ọt xì bình mọt thế tay bà sinh dị bán trong bầy uốn thun họp nâng từ bà xòm tới buồn prameti muối và rồi có một hay ti muối bà tùm rom đại dương đò mỏng tập té dương sợ rụp lật tập họในการสตูดิพรdương bà chỉ vật dương thưa sắm ánh phụ ma bố dương miền pe tùm nế chặt dương chọn thưa ấy thưa tam mà róm thưa tam chặt phòn dương tới bà cùng nấu smoke smile tràn pe bà phụ ma bố bị bạ chấtនឹងក្នុងការងារដោះស្រាយរឿងអីមិនចេញ stress ការងារ stress អីហ្នឹងមកយើងអាចមកកំសាន្តតាមព្រៃតាមអីចឹងទៅលក្ខណៈដូចដើរtravel នឹង travel ដូចថាយើងដើរទៅនេះទៅនោះចូលព្រៃបេះបោចស្លឹកឈើស្លឹកស្ព្រៃអីចឹងទៅរកត្រីរកអីរកអីចឹងទៅធ្វើអារម្មណ៍យើងសប្បាយដូចជាការលុតដំចិត្តផងយើងដូចជាការលុតដំនៅក្នុងអារម្មណ៍ផងយើងឲ្យបានទទួលនៅអារម្មណ៍ថ្មីប្លែកvà freshing នេះពុកម៉ែបងប្អូនលទ្ធផលដែលគាត់ស្មាត់ចាស់បាទកន្លែងទីតាំងណាក៏គាត់ស្គាល់កន្លែងទីតាំងណាក៏គាត់ស្គាល់គាត់ធ្លាប់ទៅបាទធ្លាប់ស្ទូចគាត់ធ្លាប់លេងហ្នឹងហើយឥឡូវលទ្ធផលជាផ្លូវការរបស់គាត់បាទបានច្រើនណាស់ហើយចូល1គីឡូជាងហើយត្រីពុកម៉ែបងប្អូនឃើញទេមានទាំងទូចមានទាំងធំហើយមកយូរបងមើលលទ្ធផលរបស់ខ្ញុំប្រៀបធៀបអូចាញ់ពុកគាត់ដាច់បាទស្មាត់ជើងចាស់ពុកម៉ែបងប្អូនទីតាំងណាក៏ស្គាល់កន្លែងណាក៏ស្គាល់ប្លុកណាក៏គាត់ស្គាល់បាទហើយនេះគឺជាលទ្ធផលរបស់ខ្ញុំ3នឹងពុកម៉ែ4ដែរត្រីធម្មជាតិឃើញទេ3 4ធ្នាប់ដែរពុកម៉ែបងប្អូនបាទនេះគឺជាលទ្ធផលរបស់ខ្ញុំអញ្ចឹងសន្មតថាការប្រកួតថ្ងៃនេះគឺខ្ញុំចាញ់គាត់អូខេពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណរាល់ការតាមដាននៅវីដេអូបាទសូមជួយ Subscribe ពុកម៉ែបងប្អូនដើម្បីទូបាននៅវីដេអូផ្សេងបន្តទៀតបាទអូខេបាយបាយសូមអរគុណសូមជម្រាបលាថ្ងៃក្រោយទៀតបាយបាយមកប្រឡងដែរខ្ញុំថ្ងៃក្រោយមកស្ទូចមើលមិនវិញអូខេបាយបាយ